បាទសូមជម្រាបសួរប្រិយមិត្តជាទីមេត្រីបាទនៅថ្ងៃនេះខ្ញុំបាទមានព័ត៌មានដ៏សំខាន់មួយពាក់ព័ន្ធជាមួយនឹងអង្គការ NASA បាទកាលពីម្សិលមិញនេះអង្គការ NASA បានបាញ់បង្ហោះនៅយានថ្មីមួយគឺឈ្មោះថា Artemis 2 បាទដូច្នេះខ្ញុំបាទសូមលើកយកនៅសារព័ត៌មាននេះចែកជូនដល់បងប្អូនដូចតទៅបាទបេសកកម្ម Artemis 2 មនុស្សជាតិត្រឡប់ទៅគ្រប់គ្រងនៅលើឋានព្រះច័ន្ទវិញ55ឆ្នាំគឺជាពេលវេលាដ៏យូរអង្វែងដែលមនុស្សជាតិបានបោះជំហានចុងក្រោយនៅលើភពព្រះច័ន្ទចាប់តាំងពីឆ្នាំ1972មកគ្មានមនុស្សណាម្នាក់ធ្វើដំណើរហួសពីគន្លងផែនដីទាបនោះទេប៉ុន្តែនៅថ្ងៃនេះពិភពលោកទាំងមូលកំពុងតែឈប់ដកដង្ហើមដើម្បីតាមដានអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយយោងតាមសារព័ត៌មានចុងក្រោយរបស់ CNN អង្គការ NASA ទើបតែបានសម្រេចចិត្តបាញ់បង្ហោះបេសកកម្ម Artemis 2នេះមិនមែនជាការសាកល្បងម៉ាស៊ីននោះទេប៉ុន្តែវាគឺជាការបញ្ជូនឈាមជ័រមនុស្សពិតៗទៅកាន់ទីអវកាសដ៏ជ្រៅជាលើកដំបូងនៅក្នុងសតវត្សទី21តើបេសកកម្មនេះមានគោលបំណងអ្វីគោលបំណងដ៏ចម្បងនៃបេសកកម្ម Artemis 2គឺជាការសាកល្បងមនុស្សជាតិនៅក្នុងលំហអវកាសជ្រៅបេសកកម្មនេះគឺមិនទាន់ចុះចតនៅលើឋានព្រះច័ន្ទទេប៉ុន្តែវាមានកាតព្វកិច្ចសំខាន់ពីរទី1គឺបញ្ជាក់ថាប្រព័ន្ធទ្រទ្រង់ជីវិតដែលមានអុកស៊ីហ្សែនកម្ដៅការការពារវិទ្យុសកម្មនៅក្នុងយាន Orion អាចការពារអវកាសយានិកបាន 100% ទី2គឺរៀបចំផ្លូវសម្រាប់បេសកកម្ម Artemis 3ដែលនឹងដាក់មនុស្សឲ្យទៅជាន់លើភពព្រះច័ន្ទផ្ទាល់នៅឆ្នាំបន្ទាប់តើបេសកកម្ម Artemis ទី2កំពុងឆ្ពោះទៅណាបេសកកម្ម Artemis ទី2មានបំណងហោះហើរនៅក្នុងរង្វង់ជុំវិញព្រះច័ន្ទដើម្បីទស្សនាទិដ្ឋភាពមុនពេលត្រឡប់មកផែនដីវិញនៅក្នុងរយៈពេល10ថ្ងៃសម្រាប់បេសកកម្មនេះមន្ត្រី NASA បានកំណត់និយមន័យលំហអាកាសជ្រៅ Deep Space ថាជាតំបន់ដែលហួសពីគន្លងរបស់ផែនដីដែលមានន័យថាការធ្វើដំណើររបស់យាន Artemis 2 ជុំវិញព្រះច័ន្ទត្រូវបានចាត់ទុកថាជាដំណើរនៅក្នុងលំហដ៏ជ្រៅទៅក្នុងបរិយាកាសដោយសារគន្លងតារាវិថីរបស់ Artemis 2 ផ្អែកលើកាលបរិច្ឆេទបាញ់បង្ហោះបេសកកម្មនេះនឹងបង្កើតនៅកំណត់ត្រាថ្មីមួយចម្ងាយជិតបំផុតពីព្រះច័ន្ទក្នុងអំឡុងពេលហោះហើរឆ្វែលមានប្រមាណ 4112 ម៉ាយល៍ដែលវាមានចម្ងាយប្រហែលជា6617គីឡូម៉ែត្រចម្ងាយឆ្ងាយបំផុតពីផែនដីមានប្រមាណ252799ម៉ាយល៍ប្រហែលជា406គីឡូម៉ែត្រដែលវាមានចម្ងាយឆ្ងាយជាងបេសកកម្មអាប៉ូឡូទី13ចំនួន4144ម៉ាយល៍តើយាននេះហោះឡើងដូចម្ដេចបេសកកម្មបានប្រើប្រាស់ប្រព័ន្ធរ៉ុកែតយក្ស SLS ដែលបែងចែកជា3ដំណាក់កាលដំណាក់កាលទី1ដំណាក់កាលបង្ហោះរ៉ុកែត SLS បង្កើតកម្លាំងរុញច្រានរាប់រយតោនដើម្បីនាំយាន Orion ចេញពីទំនាញផែនដីដំណាក់កាលទី2គន្លងតារាវិថីបន្ទាប់ពីឡើងដល់លំហយាន Orion នឹងផ្ដាច់ខ្លួនពីរ៉ុកែតរួចប្រើប្រាស់ម៉ាស៊ីនផ្ទាល់ខ្លួនដើម្បីធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទដំណាក់កាលទី3គឺបច្ចេកទេស Flyby យាននឹងហោះឆ្វែលជុំវិញផ្នែកខាងក្រោយនៃព្រះច័ន្ទដោយប្រើកម្លាំងទំនាញរបស់ព្រះច័ន្ទដើម្បីបោះខ្លួនត្រឡប់មកផែនដីវិញហេតុអ្វីបានជា NASA បង្ហោះនៅពេលនេះមានហេតុផលពីរដ៏សំខាន់ដែល NASA សម្រេចចិត្តបង្ហោះយាននៅក្នុងពេលនេះទី1គឺការប្រកួតប្រជែងថ្មីអាមេរិកចង់រក្សាតំណែងជាអ្នកដឹកនាំវិស័យអវកាសខណៈដែលចិនកំពុងតែសម្រុកធ្វើបេសកកម្មទៅឋានព្រះច័ន្ទយ៉ាងខ្លាំងក្លាដែរទី2អភិវឌ្ឍបច្ចេកវិទ្យាបន្ទាប់ពីការសាកល្បង Artemis ទី1ដែលមិនមានមនុស្សបើកអាមេរិកទទួលបានភាពជោគជ័យការវិភាគនៅឆ្នាំ2026គឺជាពេលដែលបច្ចេកវិទ្យានិងសុវត្ថិភាពត្រូវបានបញ្ជាក់ថាវាអាចដាក់មនុស្សជិះបានតើជនដ៏សំខាន់ណាខ្លះនៅពីក្រោយបេសកកម្មនេះមានមនុស្សដ៏សំខាន់3រូបដែលបានចូលរួមចំណែកយ៉ាងខ្លាំងនៅក្នុងបេសកកម្ម Artemis ទី3នេះទី1គឺលោក Bill Nelson គឺជាអ្នករដ្ឋបាលអង្គការ NASA ដែលជាអ្នកជំរុញថវិកានិងគោលនយោបាយអវកាសទី2គឺលោក Chert Isaacman គឺជាបុគ្គលដ៏សំខាន់ម្នាក់ដែលបានជួយកំណត់និយមន័យនៃភាពជោគជ័យប្រធានអង្គការ NASA លោក Chert Isaacman ត្រូវបានគេសួរថាតើលោកកំណត់និយមន័យនៃភាពជោគជ័យរបស់បេសកកម្មនេះដូចម្ដេចលោកបានផ្ដល់ចម្លើយយ៉ាងច្បាស់ថា Artemis ទី2នឹងត្រូវបានចាត់ទុកជាយានដែលមានជ័យជំនះនៅពេលដែលអវកាសយានិកចុះចតនៅលើផ្ទៃទឹកដោយសុវត្ថិភាពបន្ទាប់ពីបញ្ចប់បេសកកម្មរយៈពេល10ថ្ងៃនេះមានន័យថាលោក Isaacman នឹងមិនពេញចិត្តឡើយប្រសិនបើការហោះហើរសាកល្បងនេះត្រូវបានបញ្ចប់មុនកំណត់ដោយបង្ខំឲ្យយាន Orion ត្រឡប់មកផែនដីវិញនិងបោះបង់ចោលនៅការហោះហើរឆ្វែលជុំវិញព្រះច័ន្ទលោកបានបញ្ជាក់ថានឹងមិនមានការបោះបង់នៅពាក់កណ្ដាលទីឡើយបុគ្គលសំខាន់ទី3នោះគឺ Nom Nai គឺជានាយកប្រតិបត្តិការហោះហើរដែលជាអ្នកបញ្ជាផ្ទាល់ពីផែនដីតើនរណាខ្លះជាអវកាសយានិកនៅក្នុងបេសកកម្ម Artemis ទី2មានអវកាសយានិកចំនួន4រូបដែលតំណាងឲ្យភាពចម្រុះនៃមនុស្សជាតិទី1 Red
Wiseman គឺជាមេបញ្ជាការគឺជាអ្នកបើកបរយន្តហោះសាកល្បងទី2 Victor Glover គឺជាអ្នកបើកបរយានគឺជាជនជាតិស្បែកខ្មៅដំបូងគេដែលបានទៅដល់លំហអាកាសយ៉ាងជ្រៅទី3 Christina Koch គឺជាអ្នកជំនាញហើយក៏ជាស្ត្រីដំបូងគេដែលទៅដល់គន្លងព្រះច័ន្ទទី4 Jeremy Hansen ជាអ្នកជំនាញការសម្រាប់ជាអ្នកជំនាញការប្រចាំយានគឺជាជនជាតិកាណាដានិងជាអវកាសយានិកមិនមែនអាមេរិកដំបូងគេតើបេសកកម្មនេះទទួលបានអត្ថប្រយោជន៍អ្វីបេសកកម្ម Artemis ទី2នឹងផ្ដល់នូវអត្ថប្រយោជន៍ចំនួន3សំខាន់ទី1គឺចំណេះដឹងលើផ្នែកវិទ្យាសាស្ត្រគឺជាការសិក្សាលើឥទ្ធិពលនៃវិទ្យុសកម្មលំហមកលើរាងកាយមនុស្សនៅក្នុងរយៈពេលវែងទី2ផ្ដល់ឲ្យនៅលក្ខខណ្ឌសេដ្ឋកិច្ចនិងធនធានវាគឺជាជំហានដំបូងដើម្បីទាញយកធនធានពីព្រះច័ន្ទដូចជាទឹកកកនិងសម្រាប់ធ្វើឥន្ធនៈជាដើមអត្ថប្រយោជន៍ទី3នោះគឺថាវាបង្កើតជាស្ពានទៅកាន់ភពអង្គារព្រះច័ន្ទគឺជាកន្លែងហាត់ការបើចង់ទៅដល់ភពអង្គារមនុស្សត្រូវតែចេះរស់នៅលើភពព្រះច័ន្ទឲ្យច្បាស់ជាមុនសិនលោកប្រធានាធិបតី Donald Trump បានផ្ញើសារលើកទឹកចិត្តដល់ក្រុមអវកាសយានិកនៃបេសកកម្ម Artemis ទី2របស់ NASAដោយឆ្លៀតឱកាសនេះដើម្បីអួតសរសើរអំពីឧត្តមភាពរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសនៅក្នុងលំហអាកាសលោកបានសរសេរនៅលើបណ្ដាញសង្គម Truth Social ថាយើងកំពុងឈ្នះទាំងក្នុងអវកាសលើភពផែនដីនិងគ្រប់ទីចន្លោះនៅក្នុងសេដ្ឋកិច្ចយោធាហើយពេលនេះគឺហួសពីផ្កាយទៀតផងគ្មាននរណាម្នាក់អាចមកក្បែរយើងបានឡើយអាមេរិកមិនត្រឹមតែប្រកួតប្រជែងនោះទេប៉ុន្តែគឺអាចគ្រប់គ្រងទៀតផងហើយពិភពលោកទាំងមូលកំពុងតែតាមដានមើលសូមព្រះប្រទានពរដល់អាកាសយានិកដ៏អស្ចារ្យរបស់យើងសូមព្រះប្រទានពរដល់ NASA និងសូមព្រះប្រទានពរដល់ប្រជាជាតិដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រគឺសហរដ្ឋអាមេរិកយោងតាមលោក Dan Scavino អនុប្រធានខុទ្ទកាល័យសេតវិមានបានឲ្យដឹងថាលោកត្រាំក៏ទទួលបានទូរស័ព្ទពីរដ្ឋបាលអង្គការ NASA គឺលោក Chad Isaacman ដែលកំពុងស្ថិតនៅមជ្ឈមណ្ឌលអវកាស Kennedy ដើម្បីជូនពរគ្រប់គ្នាឲ្យទទួលបានសំណាងល្អសម្រាប់រាត្រីនេះទោះបីជាយ៉ាងណាក៏ដោយនៅលើភពផែនដីវិញលោកត្រាំកំពុងប្រឈមនឹងបញ្ហាមួយចំនួនរួមទាំងការធ្លាក់ចុះនៃសន្ទុះគាំទ្រចំពោះការដោះស្រាយបញ្ហាសេដ្ឋកិច្ចហើយខណៈពេលដែលកំពុងតែអបអរចំពោះភាពក្លាហានរបស់អវកាសយានិកដែលមានគោលដៅធ្វើដំណើរជុំវិញព្រះច័ន្ទបន្ទាប់ពីការបាញ់បង្ហោះប៉ុន្មានម៉ោងលោកក៏នឹងត្រូវថ្លែងសារដ៏សំខាន់មួយចំពោះស្ថានភាពសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ផងដែរបាទនេះគឺជាសារព័ត៌មានមួយដែលនិយាយអំពីភាពអស្ចារ្យរបស់សហរដ្ឋអាមេរិកដែលប្រធានាធិបតីបានថ្លែងនិងអួតសរសើរអំពីអ្វីដែលអាមេរិកកំពុងតែឈ្នះដែលឈ្នះទាំងនៅលើដីឈ្នះទាំងនៅទីអវកាសក៏ដូចជាអាចទៅជន់នៅភពព្រះច័ន្ទបានបាទហើយថ្លែងអួតសរសើរអំពីភាពអស្ចារ្យរបស់សហរដ្ឋអាមេរិកបាទសូមអរគុណចំពោះការតាមដានស្ដាប់នៅព័ត៌មាននេះជួបគ្នានៅវីដេអូក្រោយសូមអរគុណបាទ